Hello សួស្តីពុកម៉ែបងប្អូនអរគ្នានេះវីដេអូនេះយូរដែរបងប្អូនហើយតាំងពីថ្ងៃចូលឆ្នាំហើយមួយថ្ងៃបងប្អូនហើយថ្ងៃនេះដែរគឺជាថ្ងៃធ្វើដំណើរដែលពួកយើងទៅលេងនៅសមុទ្រកោះហានបងប្អូនទេសភាពស្អាតខ្លាំងមែនតើបងប្អូនហើយហើយឥឡូវនេះដែរគឺពួកយើងកំពុងតែនាំគ្នាជិះទូកទៅលេងនៅសមុទ្រកោះហានហើយទេសភាពនៅទីនេះគឺស្អាតណាស់បងប្អូនអើយគឺថាធម្មជាតិពិតខ្លាំងមែនតែនមើលតែទាំងមកកូនស្រីខ្ញុំទៅដឹងហើយបងប្អូនគឺថាមកដល់ភាពគឺទាំងមកគាត់គឺស្រស់ស្រាយខ្លាំងមែនតែនហើយនេះគឺជាធម្មជាតិដូចនៅក្នុងវីដេអូហ្នឹងចឹងបងប្អូនអើយមកហើយគឺថាត្រជាក់ចិត្តត្រជាក់បេះដូងហ្នឹងហើយបងប្អូនសម្រាប់នៅកោះហាននេះគឺនៅខេត្តស្ទឹងត្រែងបងប្អូននៅកោះហានហ្នឹងហើយកន្លែងនេះដែរគឺជាលើកទី1សម្រាប់ក្រុមគ្រួសារខ្ញុំទាំងអស់ហ្នឹងបងប្អូនខ្ញុំមិនដែលធ្លាប់មកទេពេលមកហ្នឹងភ័យខ្លាចដែរតែបងប្អូនមកនេះស្ងាត់និយាយទៅកន្លែងខ្ញុំចុះទូកមកហ្នឹងគឺមកតែឯងមានឃើញឡានមានម៉ូតូដោយសារតែយើងទៅកន្លែងខុសចឹងបងប្អូននៅនេះបើសិនជាគេយកមកទុកហ្នឹងអត់ដឹងចេញទៅវិញតាមណាទេបងប្អូនអើយតើបងប្អូនឥឡូវចូលដល់សាច់រឿងយើងវិញឥឡូវនេះគឺយើងបានមកដល់ហើយនេះកូនប្រុសកូនស្រីរបស់ខ្ញុំគឺបានមកដល់ព្រាមគឺអត់បងអង្គយូរទេបងប្អូនអើយគឺថាហែលយកហើយកន្លែងនេះដែរគឺយើងមានទឹកលេងហ្នឹងគឺថាល្មមលេងខ្លាំងមែនតើបងប្អូនអើយវាមានកន្លែងជ្រៅដែរតែកន្លែងនេះគឺយើងលេងកន្លែងគៀននេះគឺវាកូនយើងអាចលេងបានហើយមិនបាច់ប្រាប់ថាសប្បាយមិនសប្បាយទេបងប្អូនមើលខ្លួនឯងទៅគឺទឹកមកពួកគាត់នេះមើលទៅមិនបាច់ថាខ្ញុំប្រាប់ថាទៅលេងនៅនោះសប្បាយឬក៏មិនសប្បាយទេគឺទៅដល់គឺស្រស់ស្រាយខ្លាំងមែនតើបងប្អូននិយាយពីថាកូនពៅនេះវិញបងប្អូនមើលទៅចូលចិត្តឲ្យប៉ាប៉ាថ្នាក់ធ្នមតែកណាខ្លាំងមែនតើគឺគាត់អត់ចង់នៅក្បែរប៉ាគាត់ទេទៅណាមកណាក៏ដោយគឺគាត់ចេះណាស់តាំងបងណាបងប្អូនគឺពួកគាត់ទាំងពីរនឹងគឺតែងតែចង់ក្បែរយើងហើយនៅក្រោយខ្នងខ្ញុំមិញហ្នឹងគឺជាចៅនឹងក្មួយបងប្អូនអើយបងប្អូនហើយដល់ការបញ្ចូលសម្លេងខ្ញុំខុសឬក៏ត្រូវទេបងប្អូនហើយនិយាយទៅគឺដូចថាមានជំនាញក្នុងការបញ្ចូលសម្លេងគេសោះមកបើសិនខុសត្រូវកន្លែងណាអីបងប្អូនសូមកុំកែកាន់អីពួកអីខ្ញុំបានបញ្ចូលសម្លេងនេះស្ដាយវីដេអូទេបងប្អូនហើយដោយសារវីដេអូនេះថតហើយយូរហើយប៉ុន្តែមិនធ្វើមកខុសចេញទៅឥឡូវយើងមានតែកាត់តផុសដើម្បីទុកមើលជាឧស្សាហ៍អីចឹងបងប្អូនបើយើងផុសទេវីដេអូនេះត្រូវលុបចោលទាំងអស់ដោយសារតែទូរស័ព្ទខ្ញុំវាពេញម៉ាស៊ីនបងប្អូនដល់អញ្ចឹងហើយគឺយើងមានតែកាត់វីដេអូមួយទៅចូលគ្នាដើម្បីផុសចេញទៅតើអូខេបងប្អូនឥឡូវយើងនិយាយប៉ុណ្្នឹងបានហើយយើងក៏លេខមកមើលនៅទេសភាពកោះហានវិញបងប្អូនគឺទេសភាពល្បេសមែនតើបងប្អូនខ្ញុំធានាឲ្យបងប្អូនបើសិនជាបងប្អូនទៅហើយមិនឲ្យទាស់ចិត្តឲ្យខកចិត្តទេបងប្អូនគឺថាអារម្មណ៍ស្រស់ស្រាយមែនតើប៉ុន្តែកន្លែងនេះបើសិនជាពុកម៉ែបងប្អូនទៅពុកម៉ែបងប្អូនអាចយកជាម្ហូបអាហារអីទៅញ៉ាំនៅក្នុងខ្លួនឯងក៏បានដែរបងប្អូនដោយសារនៅកន្លែងនេះអត់សូវសម្បូរហូបញ៉ាំបានទេបងប្អូនវាមានដែរវាមានតិចបងប្អូនសិតតែប្រហិតសាច់គោអាំងសាច់គោអីចឹងហើយបើសិនជាបងប្អូនទៅធៀមម្ហូបអាហារទៅពីផ្ទះហើយពេលទៅដល់នោះគឺយើងបន្ថែមម្ហូបគេតិចតួចទៅអូខេហើយបងប្អូនផឹកស៊ីស្វាយជាមានជាទៀតហើយតែដោយសារខ្ញុំទៅនេះគឺអត់មានគ្នាទេបងប្អូនគឺមានតែខ្ញុំវីរៈបុរសតែម្នាក់ឯងដល់អញ្ចឹងហើយគឺអត់មានដៃគូផឹកទេចង់ផឹកក៏ផឹកកើតណាមួយយើងបើកឡានផងហើយអ្នកអង្គុយមួយយើងសិតតែជាមនុស្សសំខាន់ទាំងអស់ហើយវីដេអូនេះគឺយើងបានវិលត្រឡប់ទៅវិញហើយដោយសារយើងមកយ៉ាងយូរដែរបងប្អូនមកយូរដែរមកចុះទៅតាំងពីម៉ោងប៉ុន្មានខ្ញុំភ្លេចដែរបងប្អូនដោយសារទៅថ្ងៃហ្នឹងយ៉ាងយូរដែរហើយឥឡូវហ្នឹងពួកយើងបានវិលត្រឡប់ទៅចំណតយានរបស់យើងវិញហើយបងប្អូនទៅលើកទី1គឺថាអត់ចង់មកវិញទេបងប្អូនហើយទៅហើយគឺនៅស្ដាយអូខេបងប្អូនវីដេអូនេះចប់